ចាសួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺខ្ញុំមានស្ពីចង្កឹះមួយកញ្ច្រែងដែរបងប្អូនហើយនឹងមានពង2ចាហើយនឹងប៊ីចេងហើយនឹងស្ករហើយនឹងកាទីមហើយនឹងម្ទេសផ្លោកបងប្អូនម្ទេសផ្លោកគឺម្ទេសផ្លោកក្រៀមទេបងប្អូនគឺខ្ញុំយកទៅត្រាំទឹករួចខ្ញុំយកមកចិញ្ច្រាំចាដើម្បីធ្វើជាពឿវាណាបងប្អូនចានេះបងប្អូនគ្រាន់តែឃើញគ្រឿងផ្សំគឺដឹងហើយថាខ្ញុំធ្វើអ្វីចាថ្ងៃនេះគឺខ្ញុំមកឆាបាយឲ្យបងប្អូនមើលថាខ្ញុំឆាបាយយ៉ាងម៉េចដើម្បីហូបចឹងណាបងប្អូនចាគឺមុនដំបូងខ្ញុំចាក់ខ្លាញ់រួចហើយក៏ដាក់ខ្ទឹមបំពងឲ្យឈ្ងុយបន្ទាប់ពីឈ្ងុយហើយក៏ខ្ញុំដាក់ម្ទេសប្លោកចូលដែលខ្ញុំបានចិញ្ច្រាំនេះបងប្អូនគឺងាយបងប្អូនអើយមិនមែនជាធ្វើអ្វីអស្ចារ្យទេគឺធ្វើដោយតែបងប្អូនធ្វើនេះឯងបងប្អូនចាគឺដាក់ស្ករចូលបន្តិចមកបងប្អូនចាបន្ទាប់មកខ្ញុំយកប៊ីចេងមកដាក់បន្តិចដែរបងប្អូនដើម្បីបន្ថែមរសជាតិចឹងណាបងប្អូនចាត្រង់តែនេះបងប្អូនអាចដាក់រ៉ូឌីបន្តិចបានបងប្អូនដើម្បីឲ្យមានរសជាតិប្រៃឡែមបងប្អូនចាគឺយើងបាក់ដាក់ច្រើនបន្លាទេចាបន្ទាប់មកខ្ញុំដាក់នេះប្រេងខ្យងចូលបន្តិចដែរបងប្អូនចាគឺយើងលីងឲ្យមានក្លិនឈ្ងុយមកបងប្អូនចាគឺមើលតែឈ្ងុយហើយគឺយើងដាក់ពងចូលចាមើលតែយើងគ្រឿងយើងក្តៅណាបងប្អូនដាក់ពងចូលដើម្បីឲ្យវាឆ្អិនឆាប់ឆ្អិនលឿនចឹងណាបងប្អូនចាបន្ទាប់ពីយើងដាក់ពងហើយយើងកូរចុះគោះឡើងដើម្បីឲ្យវាបែកចាហើយវាមានក្លិនឈ្ងុយគួរឲ្យចង់ហូបចារួចហើយក៏យើងដាក់បន្លែខ្ញុំនិយាយខុសទៅហើយបងប្អូនអើយរួចហើយគឺយើងដាក់បាយចូលបងប្អូនចាគឺដាក់បាយចូលឲ្យកូរឲ្យសព្វបងប្អូនបន្ទាប់ពីសព្វហើយគឺយើងដាក់បន្លែចូលមកបងប្អូនចាឲ្យចូលជាតិគ្រឿងជាតិពឿហើយបងប្អូនគឺបន្លែយើងមិនបាក់ដាក់យូរប្លាទេបងប្អូនគឺយើងដាក់តែមួយស្លាបបានហើយចាដើម្បីឲ្យវាមានវីតាមីនចឹងណាបងប្អូនចានេះគឺបងប្អូនទស្សនាមើលតំណងអត់បងប្អូនបើខ្ញុំវិញគឺហូបឆ្ងាញ់ខ្លាំងមែនទេបងប្អូនអើយស្ពីក៏ជ្រុបឆ្ងាញ់ណាស់បងប្អូនចាគឺបាយយើងក៏ចូលជាតិគ្រឿងល្អមែនទេគឺឈ្ងុយតំណងបងប្អូនអើយមកហូបជាមួយខ្ញុំវីដេអូខ្ញុំមានតែប៉ុណ្ណេះបងប្អូនបាយ